បងចូលជំរាបសួរលោកបងប្អូនទាំងអស់គ្នាទីស្រឡាញ់ទីរាប់អានថ្ងៃនេះខ្ញុំមកជួបបងនៅខាងភូមិបាជ្រោយនៅកំពង់ធំបាទថ្ងៃនេះមកកសិករដែលគាត់ធ្វើទឹកជីដែលគាត់ទៅលើកាពីហ្នឹងហើយប្រមាណជោគជ័យហើយប្រកបពេញចិត្តក្នុងការប្រើនៅទឹកជីរបស់ក្រុមហ៊ុន AB Pro យើងហើយឈ្មោះថាទឹកជីសរីរាង្គ AB Pro ហើយធ្វើបងប្រើទៅមានអារម្មណ៍យ៉ាងម៉េចដែរបងធ្វើប្រើទៅបាទធ្វើប្រើទៅមានទឹកកក់ក្ដៅជាងនិយាយទៅចាំទៅជីមីចាំទៅខ្ញុំប្រើជីមីវាបាញ់ទៅវាថាវាបាញ់ទៅវារហ័សមែនរហ័សដឹងរហ័យមែនប៉ុន្តែគុណភាពវាឆាប់ទៅវិញបាទហើយវាបាត់ផលវាអត់ទៅស្រួលបានមួយឆាយអញ្ចឹងអស់ទិន្នផលព្រាមតែខ្ញុំប្រើទៀតក៏ខ្ញុំខំប្រើទៀតទៅបានក្តារស្ទុះរបស់ខ្ញុំខ្ញុំមានគ្រូចុះមកឲ្យបញ្យល់ការណែនាំការប្រើជីស្រីរៀងនេះខ្ញុំបាញ់ទៅមានគុណភាពវាចេះតែកើនដូចអត់ថយទេបាញ់គីឡូហ្នឹងហើយបាញ់ទៅកើនបាញ់ទៅកើនក៏កាន់តាំងពីសបល់ពណ៌អីទៅខ្លាយអីគឺទៅគាត់ដើរចាំទៅពីនេះតែខ្ញុំទឹកអាចប្រើហើយណាចុះពីមុនប្រើជាយើងប្រើទៀតល្អហើយទុកចិត្តឲ្យជីនេះ 100% ចាថាប្រើទៅគឺគុណភាពគឺថាល្អដឹងល្អអញ្ចឹងហ្មងចាព្រោះឲ្យមានទំនុកចិត្តហ្មងនិយាយទៅចាត់ការខ្ញុំគឺមានទំនុកចិត្តក្នុងការប្រើជីនេះជីខ្លាំងហ្មងដូចជីនេះប្រើទៅគឺបាញ់ទៅផ្កាក្តាប់ផ្លែគឺកាន់បានល្អហើយជំនួយសន្លឹកហើយវាសន្លឹកគឺថាជំនួយទៅល្អហ្មងភាគច្រើនគឺល្អកាលពីមុនចការខ្ញុំគឺខូចច្រើនភាគច្រើនវារៀងក្រហមសន្លឹកហើយខ្ញុំបេះបូនចោលទៅហើយខ្ញុំកាត់ស្មៅកាត់អីទៅខ្ញុំប្រើទឹកថ្នាំជីនេះទៅបាញ់ទៅវាទប់ស្កាត់ទៅមេរោគរៀងអន់តែហើយវាជំនួយកម្មផ្លែផ្កាយណានិយាយថាគឺល្អតែហ្មងខ្ញុំទុកចិត្តហ្មងនិយាយទៅហើយនេះជាកសិករដែលពិតហើយក៏មិនជួលគាត់ក៏មិននិយាយឬមួយនិយាយលើអីទេគឺថានិយាយចេញពីចិត្តស្មោះហ្មងពីចិត្តហ្មងអញ្ចឹងបងប្អូនចង់ប្រើប្រាស់អីអាចតាក់ទងមកបើមិនជឿអាចមកសួរសាកសួរនៅខាងនោះក៏មានដែរចាមកដល់ចការបានហើយនៅភូមិហ្នឹងហើយភូមិបាជ្រោយសុំសួរមួយទៀតណាបងតាំងពីការប្រើមកហើយមុនប្រើហ្នឹងពពាយបងឯងយ៉ាងម៉េចដែរចាការខ្ញុំមិនទាន់ប្រើទឹកជីថ្នាំហ្នឹងគឺវាមានអាការៈដូចរៀងក្រហមតាំងពីក្រោមរហូតដល់លើបងការថាមកគុំអញ្ចឹងដល់ពេលខ្ញុំព្រួយបារម្ភហ្នឹងថាអីមិនបានស្អីបាញ់ទប់ស្កាត់ទេព្រោះវាកាន់ជាក្រាបភ្លើងក្រាបខេះអីមកអត់នេះហើយក្រហមទឹកតាអត់នេះទឹកទុំអញ្ចឹងដល់ពេលហើយបានអ្នកគ្រូហើយលោកគ្រូចុះមកដល់ណែនាំពីទឹកជីថ្នាំហ្នឹងទៅខ្ញុំក៏សាក់ប្រើដំបូងតែឥឡូវខ្ញុំទុកចិត្តទៅប្រើរយៈពេលបាន3ដងទៅ4ដងហើយចាដល់ពេលអញ្ចឹងគុណភាពវាល្អមែនហើយខ្ញុំពេលស្លឹកអាក្រមចោលទៅដល់ពេលលួសសារថ្មីមកត្រួយធ្វើឲ្យជ័យលវក់ហើយផ្កាក៏កាន់ផ្លែក៏កាន់និយាយទៅប្រើខាងគឺខាន់ជាប់ទាំងផ្កាទាំងផ្លែទាំងស្លឹកអីគឺសរីរាង្គចូលទៅប៉នអញ្ចឹងហ្មងជួយទាំងដើមយើងទាំងឬអីយើងរបស់យើងចាចិញ្ចឹមសរីរាង្គគឺថាស្លឹកអីគឺថាល្អភៀវល្អហ្មងល្អផ្កាវាកាន់ក្តាប់បេះបានប៉ុន្មានដែរបងឥឡូវខ្ញុំឥឡូវបេះបានត្រឹមតែ20គីឡូជាងពេលដែលឡើងព្រោះថាវាបាក់និយាយដែរវាពីគឺថាដល់ពេញទ្រឹងបានវាអាចឡើងបានច្រើនយ៉ាងហ្នឹងប៉ុន្តែពេលចឹងនេះចាំតែចាប់ផ្ដើមឡើងទៅវាចាប់ផ្ដើមខូចក្រោយអញ្ចឹងខ្ញុំต้องប្រើទឹកជីថ្នាំនឹងទេអញ្ចឹងខ្ញុំមិនតន់និយាយថាតាមទីទៀតប្រហែលអាចឡើងទៀតព្រោះសិតតែក្តាប់ច្រើនណាស់ណាច្រើនចាក្តាប់ច្រើនពីក្តាប់ច្រើនណាស់សប្បាយចិត្តដែរបងនៅពេលបានប្រមូលផលបាននេះអញ្ចឹងខ្ញុំនិយាយទៅខ្ញុំជាកែបានចាកសិករខ្ញុំនេះគឺខ្ញុំសប្បាយចិត្តដល់ពេលដែលឲ្យថាតំណាំខ្ញុំមកអាចកែបានគឺខ្ញុំសប្បាយចិត្តខាងបំផុតហើយខ្ញុំទុកលើជីនេះ 100% បើខ្ញុំមានលុយខ្ញុំទិញកាន់តែច្រើននេះនឹងទៀតអរគុណច្រើនអរគុណច្រើនបងអរគុណ